មូស្លីមសាសនាប្រកាន់ភ្ជាប់គោលការណ៍កណ្ដាលនិយមដើម្បីពង្រឹងសុខដុមនីយកម្មសាសនាអាដាមបណ្ឌិតអ៊ូស្មានហាសានទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានអញ្ជើញជាធិបតីភាពក្នុងវេទិកាអប់រំអ៊ីស្លាមសាសនាក្រោមប្រធានបទសុខដុមនីយកម្មប្រជាជាតិដែលត្រូវបានរៀបចំឡើងនៅ Master Nu Istimal ស្ថិតនៅក្នុងភូមិតាប៉ាវបំពេញទេសជ្រៃមីនឃុំរកាពើ5ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំវេទិកានេះមានការចូលរួមពីសំណាក់អាដាមម៉ូតយូសូសតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំនិងជាប្រធានគណៈអ៊ីម៉ាំខេត្តអាដាមសុសរ៉ូហ្វាល់សមាជិកក្រុមប្រឹក្សាខេត្តនិងអាដាមលោកជំទាវលោកស្រីដែលអញ្ជើញមកពីបណ្ដាអង្គភាពនានាជាច្រើនរូបទៀតនៅក្នុងឱកាសនោះអាដាមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសគំរូដ៏ឆ្នើមមួយនៅលើអន្តរជាតិលើឆាកអន្តរជាតិក្នុងការគ្រប់គ្រងនិងថែរក្សាសុខដុមនីយកម្មសាសនាទោះបីជាកម្ពុជាមានអ្នកកាន់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋមានប្រមាណ 93% សាសនាដទៃប្រមាណ 5% យ៉ាងណាក៏ដោយក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនឹងបានផ្ដល់សិទ្ធិសេរីភាពពេញលេញជូនបងប្អូនក្នុងការគោរពនិងប្រតិបត្តិជំនឿសាសនារៀងៗខ្លួនដោយគ្មានការរើសអើងឬបង្កមានទំនាស់សាសនាណាឡើយទន្ទឹមនឹងនេះការលើកឡើងពីជោគជ័យនៃគោលនយោបាយសាសនាអាដាមបានអំពាវនាវដល់មូស្លីមសាសនាកម្ពុជាទាំងមូលឲ្យរួមគ្នាថែរក្សាតម្លៃសន្តិភាពនិងប្រកាន់ភ្ជាប់នៅគោលការណ៍កណ្ដាលនិយមក្នុងការរស់នៅក៏ដូចជាការប្រតិបត្តិសាសនាអាដាមក៏បានរំលឹកផងដែរពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅទីក្រុងម៉ាក្លាស់កាលពីឆ្នាំ2019ដែលមានការចូលរួមពីបណ្ដាអ្នកប្រាជ្ញនិងថ្នាក់ដឹកនាំអ៊ីស្លាមមកពី139ប្រទេសជុំវិញពិភពលោកដោយបានចេញនៅសេចក្តីថ្លែងការណ៍រួមតម្រូវឲ្យសាសនិកអ៊ីស្លាមទាំងអស់ប្រកាន់ភ្ជាប់ជាដាច់ខាតនៅកណ្ដាលផ្លូវកណ្ដាលផ្អែកលើស្មារតីនេះអាដាមបានណែនាំដល់ថ្នាក់ដឹកនាំអ៊ីស្លាមគ្រូបង្រៀនយុវជនសាសនិកទាំងអស់ត្រូវធ្វើជាគំរូដ៏ល្អក្នុងការកសាងសាមគ្គីផ្ទៃក្នុងឲ្យបានរឹងមាំហើយប្រសិនបើមានទស្សនៈខុសត្រូវរួបរวมគ្នាដោះស្រាយនិងពិភាក្សាដោយសន្តិវិធីនិងភាពទន់ភ្លន់និងមានការយោគយល់គ្នាខ្ពស់ទន្ទឹមនឹងនេះមុននឹងបញ្ចប់អាដាមបានថ្លែងការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិតក៏បានអំពាវនាវដល់បងប្អូនទាំងអស់ដែលធ្វើឲ្យមានតម្លៃពេលវេលាដ៏មានតម្លៃធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមចំណែកផ្ដល់ចំណេះដឹងបទពិសោធន៍ព្រមទាំងទស្សនៈល្អៗក្នុងវេទិកាអប់រំសាសនាអ៊ីស្លាមដែលមានសារៈសំខាន់ពីខ្ញុំឆាប់រឿង LTNG News ត្បូងឃ្មុំ